បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី16ខែ10ឆ្នាំ2025អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីម៉ោង 4:30 នាទីនិងម៉ោង 6:30 នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់8នេះគឺជាតម្រុយលេខអូខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់គ្រាប់ទី1គឺមានតម្រុយលេខ85នេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ87នេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ50គុតនេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ32នេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ914គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ5-6គុតគុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីម៉ោង 4:30 នាទីនិងម៉ោង 6:30 នាទីតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់8រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់គ្រាប់ទី1គឺមានតម្រុយលេខ85តម្រុយគ្រាប់ទី2គឺមានតម្រុយលេខ87តម្រុយគ្រាប់ទី3គឺមានតម្រុយលេខ50គុតតម្រុយគ្រាប់ទី4គឺមានតម្រុយលេខ32តម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណ914គុណ5-6គុតគុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា